បាទបងមានឆ្ងល់ហេតុអីបានផ្ទះជាកម្មត្រូវតែលាបពណ៌តោះបងមកដឹងទាំងអស់គ្នាការលាបថ្នាំពណ៌បាទទី1គឺជួយការពារកម្ដៅនៅក្នុងផ្ទះជាកម្មរបស់យើងគឺអាចកាត់បន្ថយចំណាំងផ្លាតព្រោះពណ៌សគឺជាពណ៌ដែលអាចកាត់បន្ថយកម្ដៅមួយចំនួនផងដែរបាទចំណែកទី2វិញគឺជួយការពារគុណភាពសំណង់របស់យើងកុំឲ្យវាឆាប់ចាស់ហើយការពារជំរាបទឹកការពារសំណង់យើងកុំឲ្យឆាប់ចាស់ពេកហើយសំណង់របស់យើងនៅតែមានស្ថានភាពល្អប្រសើរដដែលជាពិសេសគឺជួយកាត់បន្ថយកម្ដៅនៅក្នុងផ្ទះនឹងឯងហើយបងប្អូនឃើញស្រាប់ហើយគឺផ្ទះរបស់ខ្ញុំភាគច្រើនគឺយើងធ្វើការលាបពណ៌បែបនេះមិនថាពណ៌សឬក៏ពណ៌បៃតងឬក៏ពណ៌អីទេប៉ុន្តែភាគច្រើនគឺពណ៌សបាទចូលដល់ចំណុចមួយទៀតគឺចំណុចដែលសំណង់របស់យើងស្អាតនឹងហើយបាទព្រោះថាអាចប្រៀបធៀបបានរវាងផ្ទះដែលអត់លាបថ្នាំពណ៌ការពារជាមួយនឹងផ្ទះដែលលាបការពារខ្ញុំគិតថាការលាបថ្នាំការពារបែបនេះគឺវាល្អជាងហើយបានសោភ័ណភាពស្អាតជាងណាមួយក៏វាជួយការពារកម្ដៅមួយចំនួនជួយឲ្យសោភ័ណភាពផ្ទះរបស់យើងហ្នឹងគឺបង្កើននៅមានន័យថាស្អាតមួយកម្រិតទៀតចឹងណានេះហើយសម្រាប់បងត្រូវការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងសារសាងសង់ផ្សេងៗការសាងសង់ផ្ទះជាកម្មឬក៏ប្រឹក្សាពាក់ព័ន្ធនឹងបច្ចេកទេសបងប្អូនអាចទំនាក់ទំនងខ្ញុំបានឬក៏បងប្អូនមានចម្ងល់អីបងប្អូនអាច comment សួរនៅក្រោមវីដេអូនេះបានខ្ញុំមានពេលនឹងឆ្លើយជូនបងប្អូនបាទសូមអរគុណជួបគ្នាវីដេអូបន្តទៀតបាទ